Cái smart combo bọn tặng này mà can video thay cái này cái nhóm miền iPhone 12 mà đám xem đẹp vô mà chạy đây can bọn tặng này hai bộ post rồi nhưng tha iPhone 12 là trong vềปัจจุบันนี้nó phở card off ហើយកម្លាំងម៉ាស៊ីនរបស់វាមិនដែរសម្រាប់ឆ្នាំ2025អានេះគឺជាទូរស័ព្ទ iPhone 12ដែលមាន storage ត្រឹម 64GB ទេហើយចំពោះ CPU ដូចជាបំពាក់ជាមួយនឹង A14 Bionic បងប្អូនទាំងគ្នាដែលជា CPU មួយដែលខ្លាំងគួរសមទៅលើការប្រើប្រាស់សម្រាប់ iPhone 12វានៅតែដំណើរការបានល្អនៅលើ iOS 18ដែលវាដំណើរការ smooth មែនទែនមិនសូវជាមានបញ្ហាក្តៅខ្លាំងទេហើយតើតើជាមួយនឹង software 18ហ្នឹងគឺវាមាន software ខ្លះគឺដាក់មកអត់ប្រើបានទេនៅលើ iPhone 12ដោយសារតែវាក្តៅប៉ុន្តែ software ខ្លះទៀតគឺដាក់មកដំណើរការមែនទែនហើយចំពោះកម្មវិធីទូទៅគឺវានៅដំណើរការទាំងអស់តែម្ដងហើយ smooth មែនទែនបងប្អូនគ្នាដែលនៅក្នុងនោះគឺបងប្អូនអាចប្រើប្រាស់ជាមួយនឹងការលេងទៅលើ TikTok ក៏ដូចជាប្រើប្រាស់ទៅលើកម្មវិធីទូទៅបច្ចុប្បន្នមួយចំនួនគឺមក smooth យកតែម្ដងហើយបូករួមជាមួយនឹងការប្រើប្រាស់ទៅលើផ្នែកកាមេរ៉ារបស់ទូរស័ព្ទ iPhone 12នេះក៏ញាក់សាច់ដែរបងប្អូនគ្នាគឺថតច្បាស់យកតែមែនតែម្ដងទាំងកាមេរ៉ាខាងក្រោយក៏ដូចជាកាមេរ៉ាខាងមុខដែលវាពលឺវារៀងផ្ដល់ពលឺច្រើនគួរសមទៅជាមួយនឹងការថតរូបភាពហើយការលេងហ្គេមអីបងប្អូនឃើញខ្ញុំបានតេស្ត Mobile Legends លើនឹងដែរគឺវាដំណើរការល្អមែនតើបាទលេងអត់តាក់ទេហើយគាត់ថានៅពេលវាក្តៅគឺវាធ្លាក់ speed បន្តិចទៅជាមួយនឹង iPhone 12នេះផ្ទាល់ផងដែរសម្រាប់ថ្មគឺខ្ញុំមិន recommend ទេសម្រាប់ iPhone 12បើសិនជាបងប្អូនចង់បានថ្មកាន់ប្រើ12 Pro Max អីទៅព្រោះដោយសារ12វាគឺជាទូរស័ព្ទមួយដែលមានរូបរាងតូចអញ្ចឹងថ្មរបស់វាក៏រៀងតូចគួរសមដែរអញ្ចឹងវាមិនសូវជាធំប្រហែលទេសម្រាប់ការប្រើប្រាស់អញ្ចឹងតើតើជាមួយនឹង iPhone 12បើសិនជាខ្ញុំឆ្លើយឲ្យខ្លីទៅគឺវានៅប្រើបានបងប្អូនគ្នាហើយតម្លៃរបស់វាជាក់ស្ដែងនៅក្នុងឆ្នាំ2025អាចថាល្បាក់ខែចុងខែ4ដើមខែ5នេះតម្លៃវា$200ស្ដាងទេអញ្ចឹងបងប្អូនអាចរកទិញបានជាមួយនឹងទូរស័ព្ទ iPhone 12ដែលមាន storage 64GB ឬក៏ 128GB តម្លៃវាល្បាក់ហ្នឹងបងប្អូនគ្នាតាម Avancer ឬក៏ស្អាតអីចឹងទៅចាវីដេអូនេះគេមានប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការតាមទស្សនាយើងនឹងជួបគ្នាសាជាថ្មីនៅវីដេអូក្រោយ